ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងថានៅពេលដែលអ្នកចូលចិត្តផ្កាអ្នកនឹងកាច់ផ្កានោះមកធ្វើជារបស់អ្នកប៉ុន្តែនៅពេលដែលអ្នកស្រឡាញ់ផ្កានោះអ្នកនឹងស្រោចទឹកវាជារៀងរាល់ថ្ងៃបើស្រឡាញ់ផ្កាសូមកុំក្តិចសូមកុំកាច់ឬដកវាចោលបើដកវាចោលវានឹងស្លាប់នោះក្តីស្រឡាញ់របស់អ្នកនឹងបាត់បង់ប៉ុន្តែបើអ្នកជួយស្រោចទឹកដាក់ជីចាប់ដង្កូវឲ្យវាផងនៅថ្ងៃណាមួយវានឹងរីកលូតលាស់ហើយក្តីស្រឡាញ់របស់អ្នកនឹងធំធាត់ទៅតាមនឹងដែរបើអ្នកពិតជាស្រឡាញ់វាមែនចូលថែទាំវាទៅទោះបីជាថ្ងៃខាងមុខម្ចាស់របស់វាអាចមិនមែនជាអ្នកក៏ដោយត្បិតអីក្តីស្រឡាញ់មិនមែនជាការគ្រប់គ្រងឬធ្វើជាម្ចាស់ទេប៉ុន្តែវាជាការថែទាំសម្រាប់មនុស្សយើងក៏ដូចនោះដែរនៅពេលដែលយើងស្រឡាញ់នរណាម្នាក់យើងគួរតែបញ្ឈប់គំនិតធ្វើជាម្ចាស់គេពោលគឺយើងគួរតែផ្ដល់សេរីភាពទុកសិទ្ធិឲ្យគេសម្រេចចិត្តលើជោគវាសនារបស់ខ្លួនគេប៉ុន្តែយើងអាចជួយជ្រោមជ្រែងផ្ដល់ជាកម្លាំងកាយកម្លាំងចិត្តបទពិសោធន៍ចំណេះដឹងឬជាអ្វីផ្សេងដែលអាចឲ្យគេសម្រេចក្តីស្រមៃរបស់គេការចង់ធ្វើជាម្ចាស់នៃជីវិតគេគឺមានតែផ្ដល់ការជឿចាប់ដល់ខ្លួនឯងមានតែការស្រឡាញ់ដោយយកចិត្តទុកដាក់មើលថែហើយជួយផ្គត់ផ្គង់ឲ្យគេរីកចម្រើនទេទើបធ្វើឲ្យយើងមានសេចក្តីសុខដោយពិតប្រាកដទង្វើតាមបំផ្លាញកាច់បំបាក់មនុស្សដែលខ្លួនស្រឡាញ់ដោយសារមូលហេតុណាមួយគឺជារឿងខុសធ្ងន់វានឹងមិនផ្ដល់ផលល្អណាមួយឡើយវាមានតែផ្ដល់ជារឿងក្តៅក្រហាយដល់ខ្លួនឯងនិងមនុស្សដែលយើងស្រឡាញ់តែប៉ុណ្ណោះហើយការតាមបំផ្លិចបំផ្លាញបែបនេះទៀតសោតក៏វាមិនមែនជាក្តីស្រឡាញ់ពិតប្រាកដនោះទេមនុស្សដែលធ្លាប់ឈឺចាប់ព្រោះស្នេហាពោលគឺធ្លាប់ត្រូវបានគេក្បត់គេបោកប្រាស់ប្រកាសជារងទុក្ខរងនឹងការខកចិត្តខកបំណងខ្លាំងម្ល៉េះហើយគេនឹងអាចមានកូនចិត្តឈប់ចង់មានស្នេហាតទៅទៀតដោយសារយល់ថាមនុស្សទាំងអស់គឺសុទ្ធតែអាក្រក់ដូចគ្នាទាំងអស់អ្នកខ្លះល្អកាយតែមានចិត្តអាក្រក់ចំណែកឯអ្នកខ្លះមានរូបអាក្រក់តែមានទឹកចិត្តល្អអ្នកខ្លះល្អទាំងកាយល្អទាំងចិត្តហើយអ្នកខ្លះទៀតអាក្រក់ទាំងកាយអាក្រក់ទាំងចិត្តប៉ុន្តែគេនៅតែជាមនុស្សដូចគ្នាតែមិនដូចគ្នាត្បិតអីគេមានសតិនិងការគិតខុសគ្នាការគិតខុសគ្នានាំឲ្យទង្វើស្ដែងចេញមកគឺខុសគ្នាមនុស្សដែលមានការគិតល្អមានឧត្តមគតិខ្ពស់នឹងមិនធ្វើរឿងអាក្រក់ឬក៏រឿងថោកទាបដែលនាំឲ្យជនណាម្នាក់មានការឈឺចាប់នោះឡើយប៉ុន្តែជនអគតិនឹងធ្វើរឿងថោកទាបដើម្បីបំពេញតណ្ហាខ្លួនឯងហើយមិនខ្វល់ពីសុខទុក្ខអ្នកណាទាំងអស់